បន្ទាប់ពីយើងប្រើជាមួយនឹង whitening day cream ហើយយើងត្រូវមកប្រើជាមួយនឹង sunscreen អ្នកទាំងអស់គ្នាដើម្បីការពារស្បែកមុខអ្នកទាំងអស់គ្នាអំពី UV ពន្លឺ UV របស់ព្រះអាទិត្យណាជាពិសេសsunscreen នេះគឺមានរហូតទៅដល់50 SPF បូកដើម្បីជួយការពារស្បែកអ្នកទាំងអស់គ្នាពីពន្លឺព្រះអាទិត្យហើយជួយកុំឲ្យមានអាចរុយអាចអីដោយសារពន្លឺព្រះអាទិត្យអ្នកទាំងអស់គ្នាអញ្ចឹងបងប្រើហើយបងអត់ភ័យខ្លាចរឿងឡើងអាចរុយហើយឡើងជាប់អីទេទៅ sunscreen នេះគឺពិតជាល្អមែនតើដាក់នៅលើស្បែកមុខទៅគឺវាត្រជាក់ហើយវាអត់មានកកស្ព្រុះអីទេអ្នកទាំងអស់គ្នាហើយជួយការពារពីស្បែកមុខអ្នកទាំងអស់គ្នាពីពន្លឺព្រះអាទិត្យបានល្អទៀតស្បែកនេះគឺជាស្បែកដែលខ្ញុំលាបជាមួយនឹង whitening day cream ហើយនឹង sunscreen ហើយអ្នកទាំងអស់គ្នាឃើញថាស្បែកមុខខ្ញុំគឺសស្មើគ្នាតែម្ដងអត់មានកកស្ព្រុះហើយក៏អត់មានកកអីដុំឃើញចេញម្សៅអីដែរអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងដែលគាត់ចង់បានស្បែកមុខសភ្លឺថ្លាមាត់រលោងសបែបគីឡូហើយdaily day របស់គាត់ប្រើប្រាស់ជាមួយនឹង day cream ហើយនឹង sunscreen មើលទៅបែបស្ដាងខ្ញុំ recommend ឲ្យបងប្រើជាមួយនឹង Misoview អ្នកទាំងអស់គ្នាមានតម្លៃសមរម្យហើយផលិតផលល្អផលិតនៅប្រទេសគេទាំងអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងដែលគាត់ចង់បានស្បែកមុខដូចខ្ញុំកុំភ្លេចជាមួយនឹង Misoview ណា